បាកក្នុងការបង្កើតមាតិកាឬក៏វីដេអូមែនទេគឺវីដេអូនេះគឺល្អមែនតើសម្រាប់បងដែលគាត់ដៃថ្មីគាត់ចង់បង្កើតនៅមាតិកាសម្រាប់រលុយតាក់ទងនឹង YouTube Facebook ជាមួយនឹងវីដេអូ AI អញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកនៅការបង្កើតក៏ដូចជាការសរសេរ script តាក់ទងនឹងការបង្កើតវីដេអូ AI អញ្ចឹងហើយបងប្អូនទាំងអស់គ្នាអាចទស្សនាវីដេអូនេះពីដើមដល់ចប់ហើយមួយទៀតគឺខ្ញុំអត់ recommend ឲ្យបងមើលតែបន្តិចទេគឺបងអាចមើលពីដើមដល់ចប់អញ្ចឹងណាហើយមួយទៀតខ្ញុំបញ្ជាក់ថាក្នុងការធ្វើបងអាចធ្វើទៅតាមទូរស័ព្ទដៃក៏បានឬក៏នៅបងមានកុំព្យូទ័រតែម្ដងគឺវាងាយស្រួលតែម្ដងអញ្ចឹងកុំឲ្យខាត់ពេលយូរគឺបងអាចទៅទស្សនាពីការធ្វើទាំងអស់គ្នាចង់បានចំណេះដឹងថ្មីកុំភ្លេច join channel The DTT Team The DTT Team គឺជា channel ដែលចែករំលែកតាក់ទងនឹងបច្ចេកវិទ្យានិងគន្លឹះថ្មីតាក់ទងនឹងបច្ចេកវិទ្យាជាដំបូងគឺយើងចូលទៅក្នុងកម្មវិធីឬក៏ browser របស់បងប្អូនមកគឺចូលទៅកាន់ Chrome នឹងមកដោយតែរាល់ដងដែរទេយើងចូលមកកាន់ Chrome ហើយបន្តមកទៀតគឺយើង search នៅកន្លែងនេះក៏បានឬក៏កន្លែងនេះក៏បានអញ្ចឹងណាអញ្ចឹងយើងអាចវាយពាក្យថា Grok AI អូខេអញ្ចឹងនេះគឺយើងវាយអក្សរបែបនេះមកបន្តមកទៀតគឺបងប្អូនអាច enter វាមកបន្តមកទៀតគឺវានឹងនាំបងប្អូនទៅដល់កន្លែង link website ហីអញ្ចឹងបងប្អូនកុំឲ្យគិតអីសាំញ៉ាំគឺចូលទៅក្នុងកម្មវិធីហ្នឹងមកឬក៏ website ហ្នឹងមកអូខេយើងចូលមកដល់អញ្ចឹងតាក់ទងនឹង Grok ហ្នឹងគឺតម្រូវឲ្យយើងមាន Gmail ដើម្បី sign in វាអញ្ចឹងណាយើងហើយបងប្អូនអាចចូលមកដំបូងគឺវានឹងចេញទាំងបែបនេះហើយយើងចុចពាក្យថា sign in មកអូខេយើងចុចពាក្យថា sign in អញ្ចឹងបើសិនជាយើងមាន account X ក៏យើងភ្ជាប់មួយ account X ក៏បាន log in ជាមួយនឹង Gmail ក៏បាន log in ជាមួយនឹង Google ក៏បានឬក៏ Apple ក៏បានអញ្ចឹងណាអញ្ចឹងខ្ញុំសូមភ្ជាប់វាជាមួយនឹង Google តែម្ដងទៅអញ្ចឹងណាអញ្ចឹងខ្ញុំចុចតែពាក្យថា log in with Google តែម្ដងអូខេអញ្ចឹងខ្ញុំមាន Gmail របស់ខ្ញុំភ្ជាប់វាជាមួយនឹង Gmail របស់ខ្ញុំទៅអញ្ចឹងបងប្អូនត្រូវតែមាន Gmail បើសិនជាអត់មាន Gmail ទេគឺអាចបង្កើតនៅវីដេអូ AI បានទេអញ្ចឹងសម្រាប់website មួយនេះណាអូខេអញ្ចឹងមកដល់ផ្ទាំងមួយនេះហើយពេលដែលយើង log in នៅ Gmail ហើយគឺវានឹង load ភ្ជាប់ connect auto បែបនេះហើយអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងចុចមកកន្លែងពាក្យនេះមកចុចលើសញ្ញាហ្នឹងក៏បានឬក៏ចុចទៅលើពាក្យថា image នេះក៏បានអញ្ចឹងណាអូខេបន្តមកទៀតគឺវានឹងចេញមកដល់ផ្ទាំងបែបនេះហើយអញ្ចឹងក៏លើបន្ទាប់បើសិនជាបងប្អូនត្រូវចាស់គឺទី1បងប្អូនចង់ឲ្យវាធ្វើអីគេវីដេអូរបស់បងប្អូនគឺធ្វើតាក់ទងនឹងអីឧទាហរណ៍ថាបងប្អូនធ្វើតាក់ទងនឹងសត្វធ្វើតាក់ទងនឹងcontent អីផ្សេងគឺបងប្អូនត្រូវអង្គុយរនឹកដើម្បីអង្គុយរនឹកទៅសម័យទៅហើយយើងសរសេរវាមកយើងសរសេរ script ទុកឬក៏យើងហៅវាទៀតហៅថា prompt គឺយើងសរសេរ prompt ហ្នឹងដើម្បីឲ្យ AI ហ្នឹងវា generate ជាវីដេអូឲ្យយើងអញ្ចឹងកន្លែងដែលខ្ញុំត្រូវបញ្ជាក់បងប្អូនគឺតាក់ទងនឹងកន្លែង prompt ហ្នឹងគឺយើងសរសេរអីដែលរៀងងាយមកអញ្ចឹងគឺវីដេអូយើងចេញមកគឺវាដូចការប៉ັດឯងប៉ុន្តែបើសិនជាបងប្អូនសរសេរវារៀងញ៉ៃច្រើនក៏ AI វាអត់ដឹងដែរអញ្ចឹងវាអាចនឹង generate មកវាដូច AI សុទ្ធតែម្ដងអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនសរសេរអីដែលងាយយល់ទៅហើយវាចំអ្វីដែលយើងចង់បានតែម្ដងអញ្ចឹងអានឹងតាក់ទងនឹង prompt អញ្ចឹងឥឡូវខ្ញុំចូលទៅកាន់prompt ខ្ញុំសិនខ្ញុំទៅយក prompt ដែលខ្ញុំបានសរសេរអញ្ចឹងណាអញ្ចឹងខ្ញុំបានសរសេរ prompt នៅកន្លែងនេះហើយអញ្ចឹងខ្ញុំ copy prompt នឹងមកតទៅទៀតខ្ញុំចូលទៅកាន់ website នឹងដដែលអញ្ចឹងខ្ញុំចុចកន្លែង tab to image នេះមកខ្ញុំផាស prompt នឹងហើយបន្តមកទៀតគឺខ្ញុំចុចសញ្ញាបើកនេះហើយតាក់ទងនៅកន្លែងនេះគឺយើង generate ទៅលើវីដេអូបើយើងចង់ generate ទៅលើ image យើង select ទៅកន្លែងនេះគឺ image បានហើយកន្លែងនេះគឺតាក់ទងនឹង size យើងចង់បានវាលក្ខណៈជា4ជ្រុងជាទម្រង់ផ្ដេកឬក៏ជាទម្រង់ប្រឆអាហ្នឹងតាមយើងទេយើងចង់បានវីដេអូយើងជាទម្រង់ size បែបណាគឺយើងអាចជ្រើសរើសនៅកន្លែងនេះបានអញ្ចឹងណាអញ្ចឹងពេលដែលយើងជ្រើសរើសរួចហើយ
យើងត្រូវ generate វាបែបណាគឺយើងចុចកន្លែងព្រួយនេះមកអូខេបន្តមកទៀតវានឹង generate ឲ្យយើងតែម្ដងយើងអាចអង្គុយចាំវាទៅហើយដូចកន្លែងនេះចឹងបើសិនជាបងប្អូនចង់បានរូបនៅ style បែបនេះឬក៏រូបនឹងជាបែបនេះយើងអាចចុចនៅកន្លែងនេះបានណាឧទាហរណ៍ថាឥឡូវខ្ញុំចង់ឲ្យវា generate អានេះចឹងខ្ញុំចុចកន្លែងនេះ make video ហ្នឹងមកចុចហើយយើងរងចាំវាទៅយើងរងចាំវានៅកន្លែងនេះចឹងណានេះគឺវា generate ឲ្យយើងតែម្ដងអូខេយើងអាចបើកស្ដាប់វាបានចឹងវីដេអូហ្នឹងវានេះវីដេអូហ្នឹងគឺតិច second ទេប៉ុន្តែបងប្អូនអាចធ្វើជាវីដេអូ short ក៏បានឬក៏ចង់ឲ្យជាវីដេអូ long បងប្អូនអាចសរសេរ script ឲ្យច្រើនទៅតមកទៀតបងប្អូនចុច download វាទៅហើយយកវាមកកាត់ផ្គុំគ្នាទៅគឺអាចបង្កើតជាវីដេអូបានហើយតែបើសិនជាបងដែលគាត់ធ្វើតាក់ទងនឹងវីដេអូ short ទេគឺអត់ចាំបាច់កាត់អីញ៉ៃៗច្រើនក៏បានដែរអញ្ចឹងឥឡូវខ្ញុំមកប្រាប់ពីវិធី download អញ្ចឹងពេលដែលយើងបង្កើតវាបានបែបនេះហើយយើងកន្លែងមកមើលកន្លែងនេះព្រួយចុះក្រោមហ្នឹងគឺមានពាក្យថា download អញ្ចឹងយើងចុច download មកបន្តមកទៀតវានឹង download ចូលទៅក្នុងកន្លែងដែលយើងផ្ទុកវាឯងទៅកន្លែង download អញ្ចឹងណានៅក្នុងកុំព្យូទ័រគឺនៅកន្លែង download នេះអញ្ចឹងយើងអាចទស្សនាវីដេអូដែលយើងកម្រិតច្បាស់របស់វាគឺច្បាស់មែនតែម្ដងអញ្ចឹងណាចឹងវីដេអូនេះគឺខ្ញុំមានតែការបង្ហាញបងទាំងអស់គ្នាតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងទាំងអស់គ្នានឹងយល់ហើយបើសិនជាអត់យល់ទេបងអាច comment នៅក្រោម channel របស់ខ្ញុំដើម្បីឲ្យខ្ញុំដឹងអញ្ចឹងទៅខ្ញុំអាចជួយ support បងអញ្ចឹងណាហើយមួយទៀតគឺជាចុងក្រោយគឺខ្ញុំសូម subscribe ពីបងម្នាក់មួយក៏ដូចជាសូម like ពីបងម្នាក់មួយអញ្ចឹងណាអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញការចែករំលែកទាក់ទងនឹងការធ្វើឬក៏ផលិត AI ឲ្យបានច្រើនដើម្បីស្រួលឲ្យដល់បងដែលគាត់មានបំណងចង់រកលុយនៅលើ online ទាំងអស់គ្នាអូខេវីដេអូនេះចប់តែប៉ុណ្្នឹងហើយសូមអរគុណជួបគ្នានៅវីដេអូក្រោយ